ក្របខណ្ឌ Champions League វគ្គ16ក្រុមចុងក្រោយបានបិទបញ្ចប់ហើយបងប្អូនកាលពីព្រឹកថ្ងៃពុធនេះសម្រាប់ម៉ោងនៅកម្ពុជាយើងហើយយើងរកឃើញក្រុមដែលអាចឡើងទៅកាន់វគ្គបន្ត8ក្រុមចុងក្រោយដោយយប់មិញគឺមានក្រុមដែលឡើងទៅមានដូចជា Barcelona, Liverpool, Atletico Madrid ហើយនិង Bayern Munich សម្រាប់លទ្ធផលយប់មិញគឺថា Barcelona ស៊ីទៅលើ Newcastle ខ្លាំងមែនទែនគឺ7-2សរុបទាំងពីរជើងគឺ Barcelona ស៊ី8-3ដល់សម្រាប់ទៅលើ Newcastle បន្ទាប់ទៀតយប់មិញគឺ Liverpool ដាក់ Galatasaray 4-0បងប្អូនចប់ការប្រកួតជើងទី2នេះសម្រាប់ទាំងពីរជើងគឺថា4-1 Liverpool អាចឡើងទៅកាន់វគ្គបន្តតែគូបន្ទាប់ទៀតគឺ Spurs ជាមួយនឹង Atletico Madrid មកសាមញ្ញគឺថាដាក់យកឈ្នះទៅ Atletico Madrid 3-2ចប់ការប្រកួតគឺ Atletico Madrid ស៊ី7-5អញ្ចឹង Atletico ឡើងទៅកាន់វគ្គបន្តស្វាBayern Munichជាមួយនឹង Atalanta យប់មិញនេះគឺ Bayern Munich មិនទុកបុកទេទោះនៅក្នុងដីខ្លួនឯងក៏ដោយគឺដាក់ដល់ទៅ4-1សរុបទាំងពីរជើងគឺ Bayern Munich នាំមុខ10-2ណាបងប្អូនគឺខ្លាំងមែនតើ Bayern Munich នៅក្នុងរដូវកាលនេះសម្រាប់វគ្គ8ក្រុមចុងក្រោយដែលយើងអាចរកឃើញទៅគឺថា Paris Saint-Germain អាចជួបនឹង Liverpool សម្រាប់ Real Madrid ជួបនឹង Bayern Munich Barcelona គឺថាជួបនឹង Atletico Madrid ក្លឹបដែលនៅរួមប្រទេសតែមួយគឺអេស្ប៉ាញ Sporting Lisbon ជួបជាមួយនឹង Arsenal ផងដែរអញ្ចឹងតាមដានទាំងអស់គ្នាចាំមើលវគ្គ8ក្រុមចុងក្រោយនឹងក៏ក្រើកយ៉ាងដូចម្តេចទៀតបងប្អូន